ស្វាគមន៍ No Fan មកកាន់ Channel សម្រាយរឿង AI មុននឹងបន្តសាច់រឿង Fan កុំភ្លេចចូលជួយចុច Subscribe Like និងចុចរូបកណ្ដឹងផងណាដើម្បីទទួលបានភាគបន្តកាត់មកកាន់ទិដ្ឋភាពនៅខាងមុខអាផាតមិននាពេលរាត្រីគូមេងឈីកំពុងឈររងចាំនៅក្បែរទ្វារកញ្ចក់ទាំងដៃកាន់ទូរស័ព្ទនាងបានទទួលសារពីមិត្តម្នាក់ដែលសួរនាំថារៀមច្បងគូតើពួកយើងគួរសម្រេចចិត្តយកប្រអប់បាយ Lunch Boxes ទៅតាមដែរឬទេខ្ញុំបារម្ភថាខ្លាចគ្មានអ្វីឆ្ងាញ់ញ៉ាំនៅពេលទៅដល់កំពូលភ្នំមេងឈីក៏បានតបសារទៅវិញយ៉ាងខ្លីថាច្បាស់ណាស់មិត្តម្នាក់នោះបានផ្ញើសារបន្តថាខ្ញុំមានមិត្តភក្តិម្នាក់ធ្វើការនៅហាងអាហារទាន់ចិត្ត Fast Food Restaurant ខ្ញុំអាចសួរនាងបានមេងឈីតបវិញថាស្ដាប់ទៅល្អតើភ្លាមនោះនាងបានឬសំឡេងជំហានជើងកាក់តើចូលមកចិត្តនៅពេលងើបមុខឡើងគឺបៃលីជីនបានដើរត្រឡប់មកវិញឃើញភ្លាមគូមេងឈីបាននិយាយទៅកាន់លីជីនទាំងទឹកមុខធុញថប់ថាប្រសិនបើនាងមិនត្រឡប់មកវិញទេឈិនប៊ូយីច្បាស់ជាមិនឲ្យខ្ញុំចូលក្នុងអាផាតមិនវិញឡើយនាងនិយាយថាខ្ញុំនេះសម្ដីដាច់អហង្ការដាក់នាងខ្លាំងពេកទើបបានជាធ្វើឲ្យនាងរត់ចេញពីផ្ទះបែបនេះឬបែបនេះលីជីនបានតបទៅវិញភ្លាមទាំងខឹងបន្តិចថាប៉ុន្តែនាងពិតជាសម្ដីដាច់អហង្ការដាក់ខ្ញុំខ្លាំងមែនតើគូមេងឈីមិនចង់ដមាត់វែងឆ្ងាយក៏បានដកសរអេເລັກត្រូនិកមកស្កែនបើកទ្វារអាផាតមិនឬសំឡេងប៊ីបក្នុងពេលដើរចូលទៅខាងក្នុងជាមួយគ្នាលីជីនបានអបដៃសម្លឹងមើលទៅមេងឈីរួចនិយាយឌឺដងទាំងមិនសូវពេញចិត្តថានាងឯងនឹងគឺជាមនុស្សប្រភេទដែលមើលទៅគួរឲ្យខ្លាចនិងចូលចិត្តគំរាមកំហែងគេខ្លាំងណាស់បៃលីជីននៅតែមិនព្រមឈប់និយាយឌៀមដាមឡើយដោយនាងបានបន្តនិយាយទាំងជឿជាក់ថាប៉ុន្តែឈិនប៊ូយីមិនបានខ្លាចនាងឯងឡើយនាងបានញឹមទាំងឌឺដងរួចនិយាយបន្ថែមតាមបែបការសង្កេតរបស់ខ្លួនថាយោងទៅតាមការសង្កេតរបស់ទេពអប្សរអង្គនេះនាងច្បាស់ជាត្រូវបានឈិនប៊ូយីបញ្ជានិងវិលវល់តាមខ្សែញាក់របស់នាងជុំវិញម្រាមដៃយ៉ាងណែនតែម្ដងពីសម្ដីចាក់ដោតចំចំណុចចសើបបែបនេះគូមេងឈីស្រាប់តែប្រែជាស្ងាត់មាត់ឈឹងនិងធ្វើទឹកមុខស្មើធេងទាំងតពាក្យសម្ដីនិយាយបន្ទាប់មកនាងក៏បានលើកដៃទៅចុចប៊ូតុងហើយជណ្ដើរយន្តដើម្បីកាត់ផ្តាច់ចំណងការសន្ទនានៅពេលដែលទ្វារជណ្ដើរយន្តបានបើកពួកគេទាំងពីរនាក់ក៏បានដើរចូលទៅខាងក្នុងស្របពេលមានសំឡេងម៉ាស៊ីនបន្លឺឡើងប៊ឹសលីជីនដែលមិនធ្លាប់ស្គាល់បច្ចេកវិទ្យាមនុស្សលោកក៏បានសួរទៅមេងឈីទាំងចង់ដឹងថាខ្ញុំចង់សួរនាងយូរហើយតើប្រអប់ដែកមួយនេះគេហៅថាអ្វីទៅមេងឈីងាកមកសម្លឹងមើលនាងទាំងហួសចិត្តរួចឆ្លើយប្រាប់ទាំងចាក់ដោតវិញថាវាជាជណ្ដើរយន្ត A lift នាងពិតជាទេពអប្សរដែលមិនដឹងខ្យល់អ្វីសោះមែនមិនដឹងសូម្បីតែរឿងរ៉ាវនៅលើលោកនេះដោយសារតែត្រូវមេងឈីឌឺដងត្រឡប់មកវិញថាខ្លួនល្ងងមិនដឹងរឿងលីជីនក៏បានងាកមុខចេញទាំងបិទភ្នែកស្រែកវិញទាំងខឹងថាខ្ញុំចង់មានន័យថាខ្ញុំជាទេពអប្សរខ្ញុំមិនចង់ចំណាយពេលមកឆ្លោះប្រកែករឿងនឹងជាមួយនាងទៀតទេរួចនាងបានជេរប្រមាថមេងឈីមួយម៉ាត់ចុងក្រោយយ៉ាងខ្លាំងថានាងគ្រាន់តែជាមនុស្សលោកដ៏ល្ងងខ្លៅម្នាក់តែប៉ុណ្ណោះសម្ដីមួយម៉ាត់នេះបានធ្វើឲ្យគូមេងឈីស្រឡាំងកាំងនិងលួចគិតក្នុងចិត្តទាំងមិនគួរឲ្យជឿថាបៃលីជីនហ៊ានហៅខ្ញុំថាល្ងងនាងពិតជាហៅខ្ញុំថាល្ងងមែននេះជាលើកទី1ហើយក្នុងឆាកជីវិតរបស់ខ្ញុំដែលត្រូវបានគេជេរថាល្ងងបែបនេះសំឡេងជណ្ដើរយន្តបានបន្លឺឡើងឌីងបញ្ជាក់ថាពួកគេបានមកដល់ជាន់ទី15ហើយភ្លាមនៅពេលដែលទ្វារបន្ទប់បានបើកឈិនប៊ូយីបានឈររងចាំទទួលទាំងក្តីរំភើបនិងលាន់មាត់ថាសៀវជីនទីបំផុតនាងត្រឡប់មកផ្ទះវិញហើយបន្ទាប់មកនាងក៏បានសួរនាំទាំងក្តីបារម្ភខណៈពេលដើរចូលទៅខាងក្នុងថាតើនាងបានទៅណាមកណាទាំងយប់ជ្រៅបែបនេះលីជីនបានអន់មុខចុះបន្តិចទាំងស្រងូតស្រងាត់រួចឆ្លើយប្រាប់តាមត្រង់ថាខ្ញុំបានទៅរកលីនមូស៊ីព្រោះតែពេលនោះខ្ញុំប្រញាប់ខ្លាំងពេកប៉ុន្តែទោះបីជាខ្ញុំខំរត់ទៅដល់ទីនោះក៏ដោយក៏នាងបានចាក់ចេញទៅបាត់មុនពេលខ្ញុំទៅដល់ដែរឬឈ្មោះនេះភ្លាមប៊ូយីហាក់នឹកឃើញរួចលាន់មាត់ថាលីនមូស៊ីអូនាងគឺជាក្មេងស្រីដែលពួកយើងបានជួបនៅហាងស៊ុបកាលពីម្សិលមិញមែនទេប៊ូយីបានអើតមុខមកសម្លឹងមើលលីជីនទាំងចង់ដឹងចង់ឃើញរួចចោទសួរចំថាសៀវជីននាងខំប្រឹងទៅរកនាងទាំងយប់ប្រលប់បែបនេះតើពិតជាមានទំនាក់ទំនងអ្វីជាមួយនាងទៅសំណួរនេះបានធ្វើឲ្យលីជីនងាកមុខចេញបន្តិចទាំងរារែកចិត្តរួចឆ្លើយតិចទាំងលាក់លៀមអារម្មណ៍ពិតថាពួកយើងគឺជាមិត្តភក្តិដើម្បីបិទបាំងអារម្មណ៍ពិតនិងដោះស្រាយនៅចម្លើយមុននេះបៃលីជីនបានគិតក្នុងចិត្តទាំងអៀនព្រានថារឿងវាយ៉ាងនឹងហើយខ្ញុំគ្រាន់តែបារម្ភថាខ្លាចនាងកើតទុក្ខមិនសប្បាយចិត្តដោយសារតែពួកយើងជាមិត្តភក្តិនឹងគ្នាមែនទេភ្លាមនោះនាងក៏ប្រញាប់ដើរគេចចេញទៅរួចស្រែកប្រាប់ថាកុំសួរច្រើនទៀតអីខ្ញុំទៅធ្វើការតាំងសេល Cultivate វិញហើយឃើញបែបនេះឈិនប៊ូយីបានធ្វើមុខក្រញើរួចលាន់មាត់ដេញតាមពីក្រោយថានាងកំពុងតែរត់គេចមែនទេ
ខ្ញុំគិតទុកហើយថាច្បាស់ជាមានរឿងអីលាក់បាំងមិនខានបន្ទាប់ពីលីជីនដើរចេញទៅឈិនបូយីបានងាកមកនិយាយជាមួយគូមេងឈីវិញអំពីគ្រឿងសង្ហារឹមដែលបានទិញកាលពីថ្ងៃថាឈីក្រែដែលនាងបានទិញនោះមកដល់ហើយប៉ុន្តែវានឹងមានការពិបាកបន្តិចក្នុងការដំឡើងវានៅពេលយប់ជ្រៅបែបនេះមេងឈីធ្វើមុខស្មើរួចឆ្លើយតបទៅវិញយ៉ាងខ្លីថាចាំធ្វើវានៅថ្ងៃស្អែកទៅឬបែបនេះបូយីក៏បាននិយាយទាំងអារម្មណ៍ក្រែងចិត្តទៅកាន់មេងឈីថាបើអញ្ចឹងមានតែធ្វើឲ្យនាងពិបាកនឹងត្រូវចែករំលែកក្រែគេងជាមួយខ្ញុំមួយយប់ទៀតហើយមេងឈីមិនបានតអ្វីឡើយនាងគ្រាន់តែអន់មុខចុះបន្តិចទាំងបង្ហាញទឹកមុខស្រងូតស្រងាត់និងគិតអ្វីម្យ៉ាងក្នុងចិត្តកាត់មកកាន់ទិដ្ឋភាពនៅក្នុងបន្ទប់គេងស្របពេលដែលសត្វឆ្កែចិញ្ចឹមពូជស៊ីបាកំពុងតែក្រវីកន្ទុយយ៉ាងគួរឲ្យស្រឡាញ់នៅលើពូកមានសម្លេងមួយបានចោទសួរទៅកាន់វាទាំងឆ្ងល់ថាហេតុអ្វីបានជាឯងចូលចិត្តមកនៅក្បែរខ្ញុំរហូតអញ្ចឹងរួចក៏បានបន្តសួរដេញដល់វាទៀតថាអាវងតើម្ចាស់ទាំងពីរអ្នករបស់ឯងបានឆ្លោះប្រកែកវាតបគ្នា wrestling ម្ដងទៀតហើយមែនទេសត្វឆ្កែអាវ៉ាងបានព្រុសឆ្លើយទៅវិញភ្លាមថា woof 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 ឬបែបនេះបៃលីជីនដែលកំពុងដេកនៅលើពូកបានបើកភ្នែកធំទាំងងឿងឆ្ងល់រួចនិយាយទៅកាន់វាថាមិនមែនកំពុងឆ្លោះប្រកែកគ្នាទេហេចុះហេតុអ្វីបានជាឯងមកនៅទីនេះតើឯងក៏ចង់បានរូបកាយទេពអប្សរ Fairy Body របស់ខ្ញុំដែរមែនទេបន្ទាប់មកលីជីនបានប្រែទឹកមុខទៅជាស្រងូតស្រងាត់និងដកដង្ហើមធំគិតពីអ្នកផ្សេងដោយនិយាយម្នាក់ឯងថាខ្ញុំចង់ទៅរកលីនមូស៊ីនៅថ្ងៃស្អែកប៉ុន្តែខ្ញុំបានខូចសន្យាជាមួយនាងបាត់ទៅហើយតើខ្ញុំគួរធ្វើរឿងនេះយ៉ាងម៉េចទៅបើជានាងខឹងនឹងខ្ញុំនោះនាងបានយកដៃទប់ក្បាលទាំងធុញថប់រួចស្រែកថាអើយខ្ញុំធុញទ្រាន់ខ្លាំងណាស់មុននឹងងាកទៅដាក់សត្វឆ្កែបន្ថែមថានិយាយប្រាប់ឯងក៏ឯងមិនយល់ដែរឯងគ្រាន់តែជាសត្វឆ្កែដ៏ល្ងងម្នាក់តែប៉ុណ្ណោះចំណែកឯអាវាងវិញបានត្រឹមតែធ្វើមុខឆ្ងល់មិនដឹងរឿងអីឡើយភ្លាមនោះលីជីនស្រាប់តែនឹកឃើញគំនិតល្អមួយនាងបានប្រែជាញឹមបិទមាត់មិនចិត្តរួចនិយាយទៅកាន់សត្វឆ្កែទាំងរំភើបថាអូមែនហើយខ្ញុំនឹកឃើញគំនិតមួយហើយគឺឯងនឹងហើយដែលជាអ្នកផ្ដល់ការបំផុសគំនិត inspiration ដល់ខ្ញុំអាវាងនៅក្នុងបន្ទប់គេងដ៏ស្ងប់ស្ងាត់ស្រាប់តែមានសំឡេងរអ៊ូរបស់ឈិនប៊ូយីបន្លឺឡើងថាឈីខ្ញុំរងាណាស់ពួកនាងទាំងពីរនាក់កំពុងដេកដណ្ដប់ភួយជាមួយគ្នានៅលើគ្រែមេងឈីងាកមកមើលទាំងងឿងឆ្ងល់រួចសួរថានាងរងាក្នុងអាកាសធាតុបែបហ្នឹងប៊ូយីក៏បានទៅវិញភ្លាមថាមិនមែនថានាងមិនដឹងទេថាសីតុណ្ហភាពរាងកាយរបស់ខ្ញុំគឺតែងតែទាបបែបហ្នឹងស្រាប់ហើយឬបែបនេះមេងឈីបានផ្ដល់យោបល់ទាំងមុខស្មើថាបើអញ្ចឹងនាងគួរតែបើកម៉ាស៊ីនត្រជាក់ទៅប៉ុន្តែប៊ូយីប្រកែកផ្លែតទាំងធ្វើមុខគួរឲ្យស្រឡាញ់ថាតែបើខ្ញុំបើកម៉ាស៊ីនត្រជាក់ក្នុងអាកាសធាតុបែបនេះខ្ញុំច្បាស់ជាក្តៅខ្លាំងពេកមិនខានមេងឈីផ្ដើមតគំនិតក៏បានសួរទៅវិញទាំងដកដង្ហើមធំថាចុះបើអញ្ចឹងតើនាងចង់ធ្វើម៉េចវិញភ្លាមនោះប៊ូយីមិនឆ្លើយឡើយតែនាងបានលូកដៃទៅចាប់នឹងអបដៃរបស់មេងឈីតិចរួចនិយាយទាំងខ្សឹបថាចុះបើសកម្មភាពនេះធ្វើឲ្យមេងឈីស្រឡាំងកាំងនិងបើកភ្នែកធំទាំងមិនទាន់ដឹងខ្លួនប៊ូយីបានចូលទៅអបផ្អែកខ្នងមេងឈីពីក្រោយយ៉ាងណែនទាំងញឹមបិទភ្នែកយ៉ាងមានក្តីសុខរួចនិយាយយ៉ាងស្រទន់ថាឈីនាងអាចធ្វើជាឧបករណ៍កម្ដៅដៃ hand warmer របស់ខ្ញុំបានតើយ៉ាងណាមិញស្បែករបស់នាងគឺពិតជាកក់ក្ដៅខ្លាំងណាស់ការអបដ៏ស្អិតរមួតនេះបានធ្វើឲ្យមេងឈីប្រែជាអៀនរហូតឡើងថ្ពាល់ក្រហមព្រឿងមេងឈីបានត្រឹមតែនៅស្ងៀមស្ងាត់ទាំងមិនហ៊ានកម្រើកខ្លួនឡើយដោយសារតែការនៅស្ងៀមខុសធម្មតានេះប៊ូយីដែលកំពុងអបក៏ចាប់អារម្មណ៍ដឹងរួចបានសួរទៅកាន់មេងឈីទាំងឆ្ងល់ថាហេតុអ្វីបានជារាងកាយរបស់នាងរឹងកំប្រឹសបែបនេះនាងបានអើតមុខមកសម្លឹងមើលមេងឈីចំរួចសួរដេញដល់ទាំងចង់ដឹងថាឈីតើនាងកំពុងតែភ័យ nervous មែនទេឥឡូវហ្នឹងភាគនេះចប់ហើយតែកុំភ្លេចរងចាំទស្សនានៅភាគបន្តណាជាចុងក្រោយ admin សូមអំណរអគុណទៅកាន់ fan ដែលបានជួយចុច subscribe like មកកាន់ channel សម្រាយរឿងស្អែរបស់ admin ចុចឥឡូវនេះដើម្បីទទួលបានភាគបន្ត